បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានលំហាត់ការដោះស្រាយសមីការ differential សមីការនេះជាប្រភេទសមីការ differential លំដាប់1ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាបាទឥឡូវយើងមើលអក្សរកគឺគេឲ្យមកគឺ y' ស្មើ 2x ដក x បូក1ចឹងដំបូងយើងបដូរ y' ទៅជា dy នៅលើ dx ហើយអង្គទី2នៅដដែលបន្ទាប់មកយើងរុញ dx ទៅអង្គទី2បាទបន្ទាប់ពីរុញ dx ទៅអង្គទី2ហើយយើងពាក់អង់តេក្រាលអង្គទាំងសងខាងបន្ទាប់ពីពាក់យើងអង់តេក្រាលមកចឹងអង្គទី1គឺធៀបនឹង y ចឹងចម្លើយវាចេញ y ហើយអង្គទី2គឺយើងអាំងតែ x ទេហើយ2អត់អាំងទេព្រោះវាជាចំនួនថេចឹងយើងអាំង x ស្មើ1/3ចឹងវាចេញ2/3 x គីបហើយអាំង x គឺស្មើ1/2គុណនឹង x ហើយអាំង1គឺស្មើ x ហើយបូកសេចឹងយើងអាចរកឃើញចម្លើយយើងឆ្លើយថាដូចនេះចម្លើយទូទៅនៃសមីការគឺ y ស្មើ2/3 x គីបដក x លើ2បូក x ហើយបូកសេហើយសេនឹងជាចំនួនថេបាទឥឡូវយើងកលេចមើលសំណួរសកលគឺគេឲ្យមកប៉ុណ្ណឹងអញ្ចឹងយើងធ្វើដូចសំណួរសកលអញ្ចឹងបាទគឺយើងបំលែង y' ទៅជា dy នៅលើ dx ហើយអង្គទី2នៅដដែលបន្ទាប់មកយើងរុញ dx ទៅអង្គទី2បន្ទាប់ពីរុញហើយយើងពាក់អង្គតេក្រាលអង្គទាំងសងខាងចឹងយើងឃើញថាអង្គនេះអង្គធៀប y អង្គទី1ហ្នឹងគឺចេញ y ហើយអង្គទី2យើងបំលែងវាទៅជារូបមន្តអុយព្រីមលើអុយមកបាទចឹងអាំងមកគឺឃើញចេញលិនអុយគឺលិន x បូក1បូកសេចឹងយើងរកឃើញចម្លើយហើយយើងឆ្លើយមកដូចនេះចម្លើយទូទៅនៃសមីការគឺ y ស្មើនឹងលិនលេខខាត់ x បូក1ហើយបូកសេជាចំនួនថេបាទឥឡូវយើងកន្លែងមើលសំណួរអក្សរគោនេះគឺគេឲ្យមកស្រាប់ចឹងយើងបាច់បំលែងទេគឺគ្រាន់តែយើងរុញ dx ទៅខាងអង្គទី2មកបន្ទាប់មកយើងពាក់អង្គតេក្រាលអង្គទាំងសងខាងច
ចឹងអង្គទី1គឺអង្គធៀបជាមួយ y ចឹងចេញ y ហើយអង្គទី2គឺអង្គធៀបមួយ x ចឹងការអង្គនេះគឺបញ្ចូលរូបមន្ត សកុល ax ចឹងអង្គទៅវាចេញ1 លើ a ចឹងចេញដក1 លើ 5 សកុលដក 5x ហើយបូកសេចឹងយើងរកឃើញចម្លើយហើយចឹងដូចនេះចម្លើយទូទៅនៃសម័យកាលគឺដែលសេជាចំនួនថេបាទឥឡូវយើងកន្លែងមើលសំណួរសុខខហ្នឹងគឺគេឲ្យមកស្ដាប់បែបហ្នឹងហើយចឹងយើងគ្រាន់តែរុញ dx ទៅអង្គទី2ទៅបន្ទាប់មកយើងពាក់អង្គទេក្រាអង្គទាំងសងខាងចឹងយើងអាងអង្គទី1ទៅអង្គធៀបមួយ y ចឹងចេញ y អង្គទី2យើងអាងធម្មតាអាងម្ដុំនេះធម្មតាតែម្ដុំនេះយើងបំលែងទៅជារូបមន្តទៅទើបអាចអាងកើតចឹងយើងទៅសេវាមកជួរទៀតទៅតោះបើយើងបំលែងកន្លែងនេះទៅជាស៊ីនលើកូសតោះមកយើងធ្វើឲ្យចូលរូបមន្តអ៊ុយព្រីមលើអ៊ុយចឹងយើងអាចថាដេរីវ៉េកូសចឹងដេរីវ៉េកូសចេញដកស៊ីនចឹងដោយសារមានសញ្ញាដកចឹងយើងថែមដកនៅពីមុខឲ្យទៅចឹងកន្លែងនេះយើងអាចសរសេរវងកញ្ចក់ឲ្យដកកូស x នៅលើកូស x ហ្នឹងនេះយើងអាចសេព្រីមហើយ dx ចឹងអាងតេក្រាលម្ដុំនេះគឺបញ្ចូលស៊ីន ax ចឹងវាចេញ1 លើ3ហើយមានសញ្ញាដកដែរដក1 លើ 3 កូស ax វិញគឺកូស 3x នឹងឯងហើយយើងគុណសញ្ញានេះបញ្ចូលចេញបោកហើយយើងអាងទៅបានលិនអ៊ុយគឺលិនកូស x ហ្នឹងហើយបូកសេឬក៏យើងសម្រួលទៅចឹងបានដកកូស 3x បូកលិនតម្លៃខាតកូស x បូកសេចឹងយើងរកឃើញឆ្លើយមកដូចនេះចម្លើយទូទៅនៃសម័យកាលគឺ y ស្មើដកកូស 3x បូកលិនកូស x បូកសេហើយសេហ្នឹងគឺជាចំនួនថេរ